ភាគទី3សំណើតែមួយកូដបណ្ណាលើកដៃមើលនាฬิកាពេលនេះម៉ោង12និង15នាទីហើយនាងគូសចុងជើងនឹងកំរាថ្មភក់ដោយចិត្តខ្វល់ខ្វាយខណៈដែលនៅជុំវិញខ្លួនមានមនុស្សដើរកាត់ជាហូរហែដើម្បីចេញទៅសម្រាប់ពេលថ្ងៃត្រង់នាងត្រូវអត់មើលចណ្ដាយយន្តគ្រប់ពេលឃើញទ្វារបាក់អ្នកនៅក្នុងនោះក៏ដើរចេញមកប៉ុន្តែបែរជាមិនឃើញអ្នកដែលនាងមកស្ទាក់ចាំសោះនាងដកដង្ហើមធំដោយចិត្តអន្ទះសារកាន់តែខ្លាំងទៅនេះកន្លងផុតទៅមួយសប្តាហ៍ចាប់តាំងពីនាងមកសុំជួបអេដែននិងម្ដងទៀតនៅថ្ងៃថ្មីប៉ុន្តែឈ្មោះរបស់នាងខ្លាចជា blacklist សម្រាប់អ្នកនៅទីនេះព្រោះពេលចូលមកតាក់ទងផ្នែកទទួលភ្ញៀវនៅខាងក្រោមស្រីៗទាំងនោះនាំគ្នាបដិសេធដំបងនាងមិនដឹងព្រោះពេលចូលមកចាំអ្នកទទួលភ្ញៀវយកលេសថាអេដែនមិននៅជាប់រវល់ឬចៃដន្យចេញទៅក្រៅរហូតដល់ថ្ងៃទី5ទើបអស់លេសនិងប្រាប់នាងតាមត្រង់ដោយក្តីអាណិតនិងសង្វេគព្រោះគិតថានាងជាស្រីមុខក្រាស់ដែលតាមរំអុករំខានមហាស្ថិវ័យក្មេងថានាងត្រូវហាមចូលជួបគ្រប់ករណីទើបនាងបដូរចិត្តទៅសុំជួបសូហ្វៀលេខារបស់គេសូហ្វៀព្រមមកជួបនាងប៉ុន្តែមិនអាចជួយអ្វីបានទើបថ្ងៃនេះនាងសុខចិត្តមកក្រាស់ទ្រាំឲ្យអ្នកដែលចាំនាងបានថាមកក្រវាយចាំនៅមុខក្រុមហ៊ុនរាល់ថ្ងៃនឹងសឹកសៀវនិទានទាំងនៅចំពោះមុខនិងនៅក្រៅខ្នងថានាងជាស្រីដែលត្រូវបោះបង់និងព្យាយាមដេញចាប់អេដែនអេដឺសានបើណាស្ទើរតែបាក់ទឹកចិត្តទៅហើយថាថ្ងៃនេះមិនចូលមករកអេដែនប៉ុន្តែជួនពេលនោះនាងឃើញសូហ្វៀដើរចេញពីចន្ទាយន្តទើបស្ទុះទៅរកលេខាវ័យចាស់ដែលកំពុងដើរសម្ដៅទ្វារចេញពីអគារលោកអេដឺសានមិនទំនេរសូហ្វៀញញឹមជាការសុំទោសបើណាស្ពឹកមុខនឹងច្បាស់ថានេះជាចំណោយដែលអេដែនបញ្ជាឲ្យឆ្លើយជាងការពិតប៉ុន្តែគេលោកមិនទំនេរពេញមួយថ្ងៃសុំទោសផងខ្ញុំមិនអាចជ្រិចពេលឲ្យនាងចូលជួបលោកបានទេមួយផ្លែតក៏មិនបានឬនាងសួរដោយទឹកមុខស្រពាក់ស្រពោនទាំងក្តាប់ដៃណែនដែលអារម្មណ៍ជ្រួលជ្រៅនៅក្នុងទ្រូងនាងដឹងថាអេដែនកំពុងតែញាស់នាងគេមិនត្រូវការឲ្យនាងចូលជួបនាងនឹងមិនព្រមចាញ់តតែបានជួបគេហើយគេត្រូវតែយល់ព្រមនៅអ្វីដែលនាងត្រូវការដែរមិនបានចម្លើយរបស់សូហ្វៀធ្វើឲ្យនាងខាំបបោមាត់ព្យាយាមរងាប់អារម្មណ៍បានអញ្ចឹងអរគុណសូហ្វៀក្រវិក្បាលហាក់ដូចមិនទទួលយកការអរគុណនោះខ្ញុំសុំទោសដែលជួយនាងមិនបានប៉ុណ្ណាសូហ្វៀក៏ចង់ជួយស្រីម្នាក់នេះដែរពេលដែលធ្វើការជាមួយគ្នាបើណាជាបុគ្គលិកឆ្នើមម្នាក់បើមិនដោយសារព្រោះការបែកខ្ញែកការពី5ឆ្នាំមុននាងអាចប្រាប់បានថាបើខ្លួនចូលចិត្តអ្នកដែលគិតថាស័ក្តិសមនឹងតំណែងលេខារបស់អេដែនអេដឺសានគឺបូណេប៉ុន្តែបូណេខ្លាចជាស្រីរបស់អេដែនទើបខ្លាចជាបុគ្គលមិនស័ក្តិសមភ្លាមសូហ្វៀមិនធ្លាប់គិតថាពីអ្នកនោះបែកគ្នាដោយបញ្ហាធ្ងន់ធ្ងរដែលបូណាជាអ្នកបង្កប្រាប់តាមត្រង់នាងមិនធ្លាប់ជឿមនុស្សស្រីដូចគ្នាមើលដឹងចំណុចបូណាកាលនោះលងស្នេហ៍អេដែនអេដឺសានដល់ថ្នាក់វិញ្ញាណគ្មានផ្លូវដែលមានអ្នកថ្មីជាដាច់ខាតប៉ុន្តែចៅហ្វាយជឿអញ្ចឹងនាងក៏មិនអាចធ្វើអ្វីបានលេខាវ័យចាស់ដឹងច្បាស់ថាមានរឿងនៅខាងក្រៅច្រើនជាងនោះតែក៏មិនដឹងច្បាស់ថាខ្លួនគ្មានសិទ្ធិនិយាយឆ្នាំដំបូងដែលបូណាចាក់ចេញអ្នកដែលដឹងច្បាស់ថាអេដែនផ្លាស់ប្ដូរគឺអ្នកនៅចិត្តយូរទៅសមនឹងចៅហ្វាយតែមិនដឹងថាបូណាត្រឡប់មកវិញនឹងជាមនុស្សតែម្នាក់ប៉ុណ្ណោះដែលធ្វើឲ្យរាជបុត្រច្បងនៃអេដឺសានខ្លាចជាបីសាច់ដោយមិនអាចស្រោចស្រង់បានខ្ញុំយល់ហើយបើណាញញឹមដោយទឹកមុខស្រពោនដាក់លេខាវ័យចាស់ជាការបញ្ជាក់ថានាងមិនបន្ទោសទេតែនាងមិនបន្ទោសទេដែលមិនអាចជួយនាងបានអរគុណម្ដងទៀតនាងនិយាយនឹងងក់ក្បាលដាក់ស្រីវ័យចាស់ដោយអារម្មណ៍រំភើបចាសូហ្វៀញញឹមខ្ញុំទៅសិនហើយបើណាលា